សិស្សគុនរបស់កតោប្រមាណ30នាក់នៅរសៀលថ្ងៃទី5ខែមិថុនាឆ្នាំ2025បានប្រមូលផ្ដុំគ្នាដើម្បីសម្ដែងទស្សនីយភាពនាថ្ងៃដ៏សោកសៅនៃវេលាជូនដំណើរលើកចុងក្រោយគ្មានថ្ងៃត្រឡប់របស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យសានកឹមសៀនទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រធានបណ្ឌិតសភាគុនរបស់កតោកម្ពុជានិងជាអនុប្រធានសហព័ន្ធកីឡាគុនរបស់កតោកម្ពុជាដែលបានទទួលមរណភាពកាលពីល្ងាចថ្ងៃទី3ខែមិថុនាឆ្នាំ2025ក្នុងជនមាយុ80ឆ្នាំការសម្ដែងពីក្រុមសិស្សល្បុក្កតោធ្វើឡើងដើម្បីរំលឹកនឹកគុណដល់គ្រូបណ្ឌិតព្រឹទ្ធាចារ្យសានកឹមសៀនដែលស្រោចស្រង់សិល្បៈក្បាច់គុនដែលបុព្វបុរសខ្មែរបន្សល់ទុកឲ្យរស់ឡើងវិញរហូតល្បីរន្ទឺពាសពេញពិភពលោកថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យសានកឹមសៀនលាពិភពលោកខណៈពិធីបូជាសពប្រព្រឹត្តទៅនៅល្ងាចថ្ងៃទី5ខែមិថុនាក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រីថោងខុនប្រធានគណៈកម្មាធិការជាតិអូឡ িম্প ិកកម្ពុជាសូមជម្រាបថាឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យសានកឹមសៀនទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជានិងជាអនុប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានទទួលមរណភាពនៅថ្ងៃអង្គារ8កើតខែចេសឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី3ខែមិថុនាឆ្នាំ2025វេលាម៉ោង 13:40 នាទីរសៀលក្នុងជន្មាយុ80ឆ្នាំដោយរោគាដោយបានបន្សល់ទុកមរតកនិងកេរ្តិ៍ឈ្មោះជាអនេកជូនជាតិមាតុភូមិក្នុងការធ្វើឲ្យរស់ឡើងវិញនៅល្បុក្កតោរបស់កម្ពុជា